សួស្តីប្រិយមិត្តបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានយកវីដេអូព្រះអង្គចន្ទមនីយកមកសម្រាយចែកជូនពុកម៉ែបងប្អូននិងស្ដាប់ទាំងអស់គ្នាទាក់ទងអំពីផ្លិតតើបងប្អូនដែលសង្កេតមើលរូបភាពឬសកម្មភាពរបស់ព្រះអង្គចន្ទមនីទៅកាន់ទីកន្លែងណាក៏ដោយក្រៅពីស្បង់ចាស់ចាស់និងជើងច្រិតរបស់ព្រះអង្គអ្វីបងប្អូនតែងតែឃើញព្រះអង្គកាន់ជាប់ព្រះហស្ថជានិច្ចនោះគឺកាលណាផ្លិតឬផ្លិតដែលធ្វើពីស្លឹកត្នោតសាមញ្ញមួយមនុស្សជាច្រើនប្រហែលជាគិតថាព្រះអង្គកាន់ផ្លិតនេះគ្រាន់តែសម្រាប់រំភាយកម្ដៅឬបាំងថ្ងៃប៉ុណ្ណោះប៉ុន្តែការពិតទៅនៅក្នុងកណាផ្លិតដ៏សាមញ្ញមួយនេះវាបង្កប់ទៅដោយប្រវត្តិអាថ៌កំបាំងនៃការទូតដងនិងមេរៀនអប់រំចិត្តដ៏ធំធេងដែលមនុស្សលោកមិនគួរមើលរំលងឡើយតើអាថ៌កំបាំងនោះមានអ្វីខ្លះថ្ងៃនេះមកអាននិងស្ដាប់វែកញែកដោយលំអិតទាំងអស់គ្នាតោះបងប្អូននៅក្នុងសង្គមបច្ចុប្បន្នមនុស្សយើងតែងតែរត់តាមភាពស៊ីវិល័យចូលចិត្តប្រើរបស់ប្រណិតនិងមានតម្លៃថ្លៃដើម្បីបង្អួតគ្នាប៉ុន្តែសម្រាប់ព្រះអង្គចន្ទមនីផ្លិតស្លឹកត្នោតចាស់មួយដែលមើលទៅគ្មានតម្លៃសេដ្ឋកិច្ចតតែសោះនេះគឺជាវត្ថុដាសតិដ៏អស្ចារ្យព្រះអង្គចង់បង្ហាញពុទ្ធបរិស័ទថាសេចក្តីសុខពិតប្រាកដមនុស្សមិនមែនស្ថិតនៅលើវត្ថុក្រៅខ្លួនដែលថ្លៃថ្នូរនោះទេទោះបីជាផ្លិតស្លឹកត្នោតធ្វើដោយដៃសាមញ្ញក៏អាចផ្ដល់ភាពត្រជាក់ស្រទន់ដល់រាងកាយបានដូចគ្នានេះគឺជាការបង្រៀនធ្វើឲ្យយើងចេះស្កប់ស្កល់និងមិនលោភលន់និងរៀនរស់ដោយភាពសាមញ្ញបំផុតនៅក្នុងជីវិតអត្ថន័យស៊ីជម្រៅនៃការបាំងផ្លិតគឺតំណាងឲ្យការបាំងសតិមិនឲ្យហោរទៅតាមអារម្មណ៍ខាងក្រៅក្នុងធម៌ព្រះពុទ្ធផ្លិតទូដងត្រូវបានប្រើប្រាស់សម្រាប់បាំងភ្នែកឬបាំងមុខរបស់ព្រះសង្ឃនៅពេលដែលព្រះអង្គគង់នៅមុខចំពោះពុទ្ធបរិស័ទឬដើរកាត់ទីប្រជុំជនលោកម្ចាស់អង្គចន្ទមនីគឺដើម្បីការពារដាស់តឿនខ្លួនឯងនិងអ្នកដទៃឲ្យចេះបាំងចិត្តមិនឲ្យធ្លាក់ទៅនឹងល្បិចកលលោកធម៌និងមិនឲ្យជាប់ជំពាក់នឹងពាក្យសរសើរមិនឲ្យខឹងនឹងពាក្យឈ្នានីសនិងមិនឲ្យភ្នែកទៅស្វែងរកភាពស្រស់ស្អាតខាងក្រៅដែលជាល្បិចបោកប្រាស់នៃកិលេសឡើយកាលណាមានផ្លិតបាំងចិត្តនឹងស្ថិតនៅភាពស្ងប់ជានិច្ចតាមផ្លូវងងឹតរឿងរ៉ាវបារមីលោកម្ចាស់គ្រូព្រះអង្គចន្ទមនីធ្លាប់ឆ្លងកាត់ទូដងក្នុងព្រៃជ្រៅជួបប្រទះនឹងគ្រោះថ្នាក់សត្វសាហាវនិងអមនុស្សជាច្រើនកាលណាផ្លិតនេះប្រៀបដូចជាវត្ថុស័ក្តិសិទ្ធិឬជាឧបករណ៍សម្រាប់ផ្សាយធម៌ពលមេត្តាធម៌រាល់ពេលដែលព្រះអង្គបកផ្លិតមិនមែនគ្រាន់តែបកខ្យល់ត្រជាក់ឡើយប៉ុន្តែវាគឺជានិមិត្តរូបនៃការបកបោកនៃភាពក្តៅក្រហាយភាពតែនតែងនិងទុក្ខសោកចេញពីចិត្តមនុស្សលោកធម៌ពលនៃភាពស្ងប់ពីក្នុងចិត្តរបស់ព្រះអង្គបានបញ្ចូលតាមរយៈផ្លិតនេះទៅកាន់ពុទ្ធបរិស័ទធ្វើឲ្យអ្នកដែលបានទៅនៅចិត្តហាក់បីដូចជាទទួលបាននូវភាពត្រជាក់ត្រជុំនិងរំសាយទុក្ខភ័យដោយមិនដឹងខ្លួនប្រិយមិត្តអ្នកស្ដាប់ទាំងឡាយផ្លិតស្លឹកត្នោតនៅក្នុងដៃព្រះហស្ថរបស់ព្រះអង្គចន្ទមនីបានបង្រៀនយើងយ៉ាងច្បាស់ថាទោះបីជាពិភពលោកខាងក្រៅក្តៅក្រហាយប៉ុណ្ណាក៏ដោយបើចិត្តយើងចេះបង្កើតផ្លិតសតិមកបាំងនិងបកកម្ដៅទោសៈមោហៈចេញពីខ្លួននោះយើងអាចរស់នៅក្នុងភាពត្រជាក់ត្រជុំបានជានិច្ចជីវិតនេះគំរត់តាមតែសម្បកក្រៅរៀនរក្សាចិត្តឲ្យស្ងប់ស្ងាត់និងសាមញ្ញដូចជាកណាផ្លិតនេះចោះសង្ឃឹមថារឿងរ៉ាវនិងអត្ថន័យកណាផ្លិតក្នុងថ្ងៃនេះនឹងជួយដាស់សតិបងប្អូនគ្រប់គ្នាបើស្ដាប់ទៅពេញចិត្តនិងជ្រះថ្លាកុំភ្លេចចុច Subscribe ម្នាក់មួយផងបាទថ្ងៃនេះខ្ញុំសុខភាពមិនសូវល្អទេពុកម៉ែបងប្អូនព្រោះថាថ្ងៃនេះខ្ញុំឈឺកមែនតើផ្ដាសាយពី3ថ្ងៃហើយឥឡូវបានបាត់ហើយបាននិយាយធម៌អប់រំសម្រាប់ពុកម៉ែបងប្អូនឲ្យបានដាស់សតិដល់គ្នាអញ្ចឹងខ្ញុំសូមជម្រាបលាតែប៉ុណ្្នឹងឯងអរគុណ